ការវិវត្តផែនការរបស់ទ័ពថៃបើសិនជាយើងមើលមួយផ្លែតចំនួនរវាងខ្មែរនិងថៃហាក់ដូចជាទំនាស់តតាំងគ្នាចំនួន2ភាគីតែបើយើងដឹងពីវប្បធម៌នយោបាយរបស់ថៃនិងសង្កេតពីការវិវត្តគំនិតនៅខាងភាគីថៃយើងនឹងឃើញថាចំនួនរវាងខ្មែរនិងថៃនេះគឺជាចំនួនត្រីភាគីនៅម្ខាងគឺភាគីកម្ពុជារីឯនៅម្ខាងទៀតគឺភាគីថៃដែលមានជំហរខុសគ្នារវាងទី1រដ្ឋាភិបាលស៊ីវិលដឹកនាំដោយអ្នកស្រីផែថងឋានស៊ីនវ៉ាត់ជាកូនស្រីពៅរបស់លោកថាក់ស៊ីនអតីតនាយករដ្ឋមន្ត្រីថៃនិងទី2កងទ័ពថៃដែលធ្លាប់មានប្រពៃណីលូកដៃកកកកាយឆាកនយោបាយថៃរួចធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលហើយក៏ឡើងកាន់អំណាចដោយខ្លួនឯងរួមមានទាំងការទម្លាក់លោកថាក់ស៊ីនពីតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ2006ផងដែរនៅខាងថៃភាគីរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រីផែថងឋានតែងប្រកាន់ជំហរចរចាគ្នាសម្របសម្រួលគ្នានិងបន្ថយកម្ដៅជាមួយខ្មែរចំណែកឯកងទ័ពថៃវិញតែងប្រកាន់ជំហរតឹងតែងនិងចង់លើកទ័ពមកប្រឈមមុខជាមួយកម្ពុជាជំហរសម្របសម្រួលរបស់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រីផែថងឋានស៊ីនវ៉ាត់គ្មានអ្វីនឹងពិបាកយល់ទេព្រោះទី1គ្រួសារលោកថាក់ស៊ីនមានទំនាក់ទំនងល្អជាមួយគ្រួសារសម្ដេចហ៊ុនសែនដូច្នេះបើកម្ពុជានិងថៃមានបញ្ហាអ្វីមួយទំនាក់ទំនងល្អនេះនឹងជួយឲ្យការដោះស្រាយបញ្ហាប្រព្រឹត្តទៅដោយរលូនរីឯទី2ការធ្វើឲ្យស្ថានភាពធូរស្រាលវាបង្កភាពងាយស្រួលឲ្យអ្នកស្រីអាចដឹកនាំរដ្ឋាភិបាលថៃដើរទៅមុខបានហើយផ្ទុយទៅវិញបើស្ថានភាពកាន់តែដុនដាបវានឹងជាគ្រោះសម្រាប់អ្នកស្រីព្រោះជាប្រពៃណីនយោបាយថៃកាលណាស្ថានភាពច្របូកច្របល់កងទ័ពថៃនឹងលូកដៃធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដោយយកលេសថាដើម្បីរក្សាសន្តិសុខជាតិនិងសណ្ដាប់ធ្នាប់ឧទាហរណ៍នៅឆ្នាំ2006បន្ទាប់ពីមានវិបត្តិនយោបាយរយៈពេល1ឆ្នាំមកលោកឧត្តមសេនីយ៍សន្ធិប៊ុនយ៉ារ៉ាត់ក្លីនក៏បានធ្វើរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីនពីនាយករដ្ឋមន្ត្រីដោយយកលេសថាដើម្បីស្ដារប្រក្រតីភាពនិងភាពសុខដុមរបស់ប្រទេសថៃហើយលោកឧត្តមសេនីយ៍រូបនេះក៏បានបង្កើតគណៈរដ្ឋមន្ត្រីសន្តិសុខជាតិដើម្បីដឹកនាំប្រទេសថៃដូចគ្នាដែរនៅឆ្នាំ2014ក្រោយពីស្ថានភាពនយោបាយច្របូកច្របល់លោកឧត្តមសេនីយ៍ប្រយុទ្ធច័ន្ទអូឆាក៏បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលអ្នកស្រីយីងឡាក់ស៊ីនវ៉ាត់ជាប្អូនស្រីរបស់លោកថាក់ស៊ីននិងជាមីងរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នកាលនោះលោកឧត្តមសេនីយ៍ប្រយុទ្ធបានបង្កើតគណៈរក្សាភាពស្ងប់សុខរបស់ជាតិដោយយកលេសថាដើម្បីស្ដារសន្តិភាពឲ្យប្រជាជនពីគ្រប់មជ្ឈដ្ឋានដោយគ្មានបង្អង់ដូច្នេះជាទម្លាប់នៅស្រុកថៃឲ្យតែស្ថានភាពច្របូកច្របល់វាជាគ្រោះសម្រាប់រដ្ឋាភិបាលស៊ីវិលព្រោះកងទ័ពនឹងធ្វើរដ្ឋប្រហារនៅក្នុងចំនួនរវាងខ្មែរនិងថៃនាពេលបច្ចុប្បន្ននេះយើងក៏អាចសង្កេតឃើញពីជំហរបញ្ច្រាស់គ្នានៅខាងភាគីថៃផងដែរនៅក្នុងនោះរដ្ឋាភិបាលស៊ីវិលរបស់ថៃមានទំនោរសម្របសម្រួលឲ្យស្ថានភាពធូរស្រាលរីឯកងទ័ពថៃវិញមានទំនោរប្រកាន់ជំហរតានតឹងនិងប្រឈមមុខជាមួយខ្មែរឧទាហរណ៍ក្រោយពីទ័ពថៃនិងទ័ពខ្មែរប៉ះទង្គិចពាក្យសម្ដីគ្នានៅប្រាសាទតាមាន់ធំនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ2025រួចមកនៅថ្ងៃទី7ខែមីនាលោកឧត្តមសេនីយ៍ឯកប៊ុនស៊ីនផាតខ្លាងជាមេទ័ពភូមិភាគ2ជាប់ព្រំប្រទល់កំពុងមានចំនួនជាមួយកម្ពុជាបានទៅពិនិត្យទ័ពផ្នែកត្រៀមច្បាំងហើយស្នើឲ្យថ្នាក់លើពង្រាយទ័ពភ្លាមក្រោយពីឮព័ត៌មាននេះលោកភូមិធម្មវិឆាយាឆៃជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃ
នឹងជាអ្នកនយោបាយស៊ីវិលមកពីគណៈបកភឿថៃបានទៅសួរនាំនាយឧត្តមសេនីយ៍ផាន់ណាក្លែវផ្លត់ទុកដែលជាមេទ័ពជើងគោកដើម្បីចង់ដឹងពីការបង្រីទ័ពរួចលោកមេទ័ពជើងគោកក៏បានបញ្ជាក់ប្រាប់វិញថាពុំមានការពង្រីទ័ពទេពីក្រសែផ្នែកនៃការធ្វើសកសង្គ្រាមការពង្រីទ័ពគឺជាការបង្កើនកម្ដៅចំនួនត្រៀមទៅរកការច្បាំងគ្នាហើយចំណុចនេះបង្ហាញថាទ័ពថៃនៅភូមិភាគ2មានចំហចង់ប្រឈមកម្លាំងទ័ពជាមួយកម្ពុជាខណៈរដ្ឋាភិបាលថៃបង្ហាញចំហចង់សម្របសម្រួលគ្នាមកដល់ថ្ងៃទី28ខែឧសភាឆ្នាំ2025ការផ្ទុះអាវុធក៏កើតមានឡើងនៅតំបន់មុំបីរវាងទ័ពខ្មែរនិងទ័ពថៃដែលបណ្ដាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិតនៅពេលនោះសម្ដេចហ៊ុនសែនបាននិយាយថាចង់ឲ្យស្ថានភាពវិលទៅពេលមុនផ្ទុះអាវុធតែស្ថានភាពចេះតែតានតឹងហើយភាគីខ្មែរបានពង្រីទ័ពខណៈទ័ពថៃក៏ត្រូវបានពង្រីតាមព្រំដែនដែរការពង្រីទ័ពមានន័យថាស្ថានភាពបានឡើងកម្ដៅនិងវិវត្តមកដូចអ្វីដែលទ័ពថៃនៅភូមិភាគ2ប្រាថ្នាចង់បានហើយមកដល់ថ្ងៃទី3ខែមិថុនាឆ្នាំ2025ដោយសារគិតថាខ្មែរមានមាឌតូចជាងនិងមានសេដ្ឋកិច្ចតូចជាងខ្លួនហើយក្នុងបំណងឲ្យខ្មែរឈឺផ្សារកងទ័ពថៃបានផ្ដល់យោបល់ឲ្យរដ្ឋាភិបាលថៃបិទព្រំដែនជាមួយខ្មែរតែរដ្ឋាភិបាលថៃស្នើឲ្យកងទ័ពថៃអត់ធ្មត់ដោយពន្យល់ថាការបិទព្រំដែនជាមួយខ្មែរនឹងប៉ះពាល់ដល់ចំនួនឆ្លងដែនត្រង់នេះបង្ហាញថាទី1ក្បាលម៉ាស៊ីនដឹកនាំប្រទេសថៃមានការបែកបាក់គ្នាក្នុងការឆ្លើយតបមកកាន់កម្ពុជានិងទី2នៅខណៈត្រឹមនេះគឺគំនិតរដ្ឋាភិបាលថៃស្ថិតនៅពីលើគំនិតកងទ័ពថៃតែជិតមួយអាទិត្យក្រោយមកក្រោយពីការប្រជុំនៅថ្ងៃទី6ខែមិថុនាឆ្នាំ2025របស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃដែលមានសមាជិកទាំងពីខាងរដ្ឋាភិបាលថៃនិងកងទ័ពថៃនោះកងទ័ពថៃក៏បានចេញសេចក្តីប្រកាសថាខ្លួនគ្រប់គ្រងការបើកនិងបិទព្រំដែនជាមួយកម្ពុជាហើយបន្ទាប់មកក៏មានការបិទព្រំដែនជាមួយខ្មែរពិតមែនចំណុចនេះបង្ហាញថានៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិថៃដែលមានការបែកបាក់និងប្រជែងអំណាចគ្នាសម្រាប់នោះមកដល់ត្រឹមនេះគឺគំនិតរបស់កងទ័ពថៃចាប់ផ្ដើមឈ្នះគំនិតរបស់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រីផែថងឋានវិញហើយបើសិនជាស្ថានភាពជាមួយខ្មែរកាន់តែក្តៅរដ្ឋាភិបាលបកភឿថៃរបស់អ្នកស្រីផែថងឋានដែលជារដ្ឋាភិបាលសម្លេងភាគតិចនៅក្នុងសភាថៃនោះកាន់តែពិបាកគ្រប់គ្រងស្ថានភាពគេកំពុងគិតថាការប្រកាសសាលដីការបស់តុលាការកំពូលថៃនៅរយៈពេលដ៏ខ្លីខាងមុខលើករណីលោកថាក់ស៊ីនបានកិច្ចការស្នាក់នៅក្នុងពន្ធនាគារទោះបីជាសាលដីកាថាគ្មានទោសឬមានទោសក៏ដោយវានឹងក្លាយជាព្រឹត្តិការណ៍មួយដែលរុញឲ្យស្រុកថៃកាន់តែច្របូកច្របល់បើតាមវប្បធម៌នយោបាយថៃពេលនោះវាមានលទ្ធភាពខ្ពស់ណាស់ដែលទ័ពថៃលោកដៃធ្វើរដ្ឋប្រហារដើម្បីទម្លាក់រដ្ឋាភិបាលថៃរួចក្តាប់អំណាចដោយខ្លួនឯងវាគ្រាន់តែរងចាំស្ថានភាពនៅស្រុកថៃឲ្យឡើងកម្ដៅដល់គ្រប់កម្រិតអង្សាប៉ុណ្ណោះនៅក្នុងបរិយាកាសនេះខ្មែរដែលជាអ្នកជិតខាងរបស់ថៃក៏ត្រូវរងគ្រោះទៅតាមនោះដែរ